គឺជានារីដ៏ស្រស់ស្អាតមួយរូបដែលត្រូវបានមិត្តរួមថ្នាក់របស់ខ្លួនដាក់ថ្នាំបំពុលរហូតបានស្លាប់បាត់បង់ជីវិតយ៉ាងគួរសង្វេគជាទីបំផុតពីព្រោះដោយសារតែមិត្តរួមថ្នាក់របស់នាងចំណែកនាងស្អាតឆ្លាតនិងពូកែពេកអញ្ចឹងបើសិនជាយើងគិតទៅចំពោះករណីមួយនេះវាគឺពិតជាល្បីខ្លាំងមែនតើនៅក្នុងប្រទេសចិនពីព្រោះថានារីជនរងគ្រោះម្នាក់នេះគឺជានារីម្នាក់ដ៏ស្រស់ស្អាតឆ្លាតពូកែចេះលេងភ្លេងបានយ៉ាងល្អថែមទៀតផងនៅក្នុងសាកលវិទ្យាល័យដោយនាងគឺមានឈ្មោះថាស៊ូលីងជានិស្សិតគីមីវិទ្យានៅក្នុងសាកលវិទ្យាល័យស៊ីងហាវទីក្រុងប៉េកាំងប្រទេសចិនដូច្នេះដោយសារតែភាពប៉ិនប្រសប់របស់នាងក៏ត្រូវបានខាងសាលាជ្រើសរើសនាងឲ្យលេងនៅក្នុងក្រុមតន្ត្រីសម្រាប់សម្ដែងនៅក្នុងសាលារៀនមិនត្រឹមតែប៉ុណ្្នឹងទេនាងក៏ត្រូវបានសិស្សផ្សេងបោះឆ្នោតគាំទ្រនាងឲ្យក្លាយទៅជាប្រធានក្លឹបផងដែរដែលបានធ្វើឲ្យនៅក្នុងអំឡុងពេលហ្នឹងនាងមានប្រជាប្រិយភាពជាខ្លាំងនៅក្នុងសាលាក៏តែក្រោយមកមិនយូរប៉ុន្មានភ្នែករបស់នាងក៏ស្រាប់តែបានចាប់ផ្ដើមឈឺដោយគ្មានមូលហេតុចាប់ពីនៅក្នុងថ្ងៃទី24ខែវិច្ឆិកាឆ្នាំ1994ស្របនៅក្នុងអំឡុងពេលដែលនាងកំពុងតែហាត់សមលេងឧបករណ៍ភ្លេង Gopin សម្រាប់ការសម្ដែងនៅក្នុងសាលាហើយចាប់តាំងពីពេលនោះមកសុខភាពរបស់នាងបានចាប់ផ្ដើមទ្រុឌទ្រោមជាខ្លាំងនាងបានចាប់ផ្ដើមបាត់បង់ចំណង់អាហារនាងតែងតែឈឺពោះដូច្នេះនាងបានគិតថាការឈឺពោះរបស់នាងប្រហែលដោយសារតែមកពីការពុលអាហារឬមួយក៏ការមករដូវក៏តែយូរទៅនៅពេលដែលថ្ងៃសម្ដែងចិត្តបានចូលមកដល់វាគឺមិនដូចទៅនឹងអ្វីដែលនាងបានគិតទុកឡើយសម្រាប់សុខភាពរបស់នាងគឺកាន់តែយ៉ាប់យ៉ឺនជាខ្លាំងចំពោះភ្នែករបស់នាងវិញគឺបានចាប់ផ្ដើមព្រិលស្ទើរតែមិនអាចមើលឃើញអ្វីទាំងអស់នៅថ្ងៃទី5ខែធ្នូនាងបានជួបប្រទះនឹងការឈឺកាពះយ៉ាងខ្លាំងហើយសាករបស់នាងបានចាប់ផ្ដើមជ្រុះបន្តិចម្ដងតែបើទោះបីជាបែបនេះក៏ពិតមែននាងក៏មិនបានបោះបង់ចោលការសម្ដែងរបស់នាងដែរដោយនាងគឺមានតែបានខិតខំប្រឹងប្រែងបន្ថែមទៀតរហូតដល់ថ្ងៃសម្ដែងបានចូលមកដល់នៅក្នុងយប់ថ្ងៃទី11ខែធ្នូឆ្នាំ1994ថ្ងៃនោះបើទោះបីជាភ្នែករបស់នាងមើលស្ទើរតែមិនឃើញក៏ដោយក៏នាងគឺនៅតែពាក់បន្តាហើយលេងឧបករណ៍ភ្លេងបានយ៉ាងល្អបំផុតនៅក្នុងកម្មវិធីសម្ដែងហើយបន្ទាប់ពីកម្មវិធីនឹងបានបញ្ចប់បន្ទាប់ពីរយៈពេល3ថ្ងៃសត្វរបស់នាងក៏បានជ្រុះចេញពីក្បាលស្ទើរតែទាំងអស់នាងបានចុកពោះដូច្នេះក្រោយមកនាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងថ្ងៃទី23ខែធ្នូឆ្នាំ1994សម្រាប់ស្ថានភាពដំបូងរបស់នាងបន្ទាប់ពីបានសម្រាកនៅក្នុងមន្ទីរពេទ្យ Beijing Tongren នាងក៏មានអាការៈធូរស្បើយបន្តិចឡើងវិញចឹងនៅក្នុងថ្ងៃទី23ខែមករាឆ្នាំ1995នាងក៏បានចាកចេញពីមន្ទីរពេទ្យវិញនិងបានត្រឡប់ទៅកាន់សាលារៀនតែនៅពេលដែលនាងបានចាកចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅសាលារៀនវិញនៅក្នុងថ្ងៃទី20ខែកុម្ភៈឆ្នាំ1995នាងក៏បានចាប់ផ្ដើមបន្តរៀននៅឈុតថ្មីក៏តែក្រោយមកបានត្រឹមតែរយៈពេល7ថ្ងៃតែប៉ុណ្ណោះនៅក្នុងថ្ងៃទី27ខែកុម្ភៈបន្ទាប់ពីត្រឡប់មកពីសាលារៀនវិញភ្លាមជើងទាំងពីររបស់នាងក៏មានអាការៈឈឺចាប់នៅថ្ងៃទី6ខែមីនាស្ថានភាពរបស់នាងគឺកាន់តែលំបាកនាងបានចាប់ផ្ដើមវិលមុខហើយឈឺជើងយ៉ាងធ្ងន់ធ្ងរដូចនេះឪពុកម្ដាយរបស់នាងក៏បាននាំនាងទៅកាន់មន្ទីរពេទ្យនៅក្នុងសាកលវិទ្យាល័យប៉េកាំងដើម្បីព្យាបាលនាងហើយនៅពេលនោះមានសាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះតាចិនឆាន់យ៉ាងបន្ទាប់ពីធ្វើរោគវិនិច្ឆ័យក៏បាននិយាយថាស៊ូលីងគឺប្រហែលអាចជាត្រូវថ្នាំពុលដ៏កម្រម្យ៉ាងធ្ងន់ធ្ងរដែលមានឈ្មោះថាថេលៀមហើយបន្ទាប់ពីសម្រាកនៅក្នុងមន្ទីរពេទ្យហ្នឹងស្ថានភាពរបស់ស៊ូលីងហាក់បីដូចជាមិនបានធូរស្បើយទាល់តែសោះនៅក្នុងថ្ងៃទី8ខែមីនាកំភួនជើងរបស់ស៊ូលីងគឺមានអាការៈចុកចាប់ជាខ្លាំងដែលបានធ្វើឲ្យនាងគឺសូម្បីតែកម្រើកជើងបន្តិចក៏នាងអត់ហ៊ានកម្រើកដែរហើយត្រឹមតែរយៈពេលប្រហែលថ្ងៃតែប៉ុណ្ណោះរាងកាយរបស់នាងក៏ស្រាប់តែបានទ្រុឌទ្រោមដោយមានអាការៈឈឺពេញខ្លួនតែម្ដងហើយនេះក៏បានធ្វើឲ្យឪពុកម្ដាយរបស់នាងនាំនាងទៅកាន់មន្ទីរពេទ្យមួយទៀតដើម្បីពិនិត្យមើលនៅក្នុងថ្ងៃទី9ខែមីនាឆ្នាំ1995ដោយមន្ទីរពេទ្យនោះគឺមានឈ្មោះហៅកាត់ថា PUMCH ដែលមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យមួយដែលគេបានសង្ស័យថាម្ដាយរបស់ជនក្រិតនឹងគឺបានធ្វើការនៅទីនោះហើយនាំគ្នាធ្វើបាបទៅលើស៊ូលីងបន្តដោយមិនបានព្យាបាលនាងឲ្យបានត្រឹមត្រូវតាមអាការៈជំងឺរបស់នាងឡើយប៉ុន្តែនេះគឺគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះដោយសារតែយោងទៅតាមរបាយការណ៍កាលពីដំបូងឪពុកម្ដាយរបស់ស៊ូលីងបាននិយាយថានៅពេលដែលស៊ូលីងមកព្យាបាលដំបូងនៅពេលដែលពួកគេពិនិត្យមើលទៅលើអាការៈជំងឺរបស់ស៊ូលីងពួកគេបាននិយាយថាស៊ូលីងប្រហែលអាចជាត្រូវថ្នាំពុលម្យ៉ាងដែលមានឈ្មោះថាថេលៀមពីព្រោះថាអាការៈជំងឺរបស់នាងគឺបានចាប់ផ្ដើមធ្វើឲ្យនាងគឺមានការពិការភាពឈឺចាប់ដោយការប៉ះនៅចុងម្រាមដៃនិងបាតជើង
ហើយចំពោះកម្ដៅនៅក្នុងខ្លួនរបស់នាងគឺក្តៅខ្លាំងមែនទែនក៏តែក្រោយមកខាងមន្ទីរពេទ្យបែរទៅជាបានប្រាប់ឪពុកម្ដាយរបស់ស៊ូលីងថានៅក្នុងខ្លួនរបស់ស៊ូលីងគឺមិនបានស្វែងរកឃើញនៅសារធាតុពុលថេលៀមទៅវិញបន្ទាប់ពីការពិនិត្យមើលហើយនេះគឺបានបញ្ជាក់យ៉ាងច្បាស់ខ្លាំងណាស់ថាម្ដាយរបស់ជនអក្រិតដែលបានធ្វើការនៅទីនោះបានប្រើល្បិចមិនបានធ្វើការពិនិត្យចំពោះសារធាតុពុលថេលៀមនៅក្នុងខ្លួនរបស់ស៊ូលីងឡើយដែលបានធ្វើឲ្យស៊ូលីងរស់នៅយ៉ាងវេទនាជាទីបំផុតហើយនៅក្នុងថ្ងៃទី20ខែមីនាស៊ូលីងក៏បានបាត់បង់ស្មារតីនិងសន្លប់ហើយនៅក្នុងថ្ងៃទី23ខែមីនាស៊ូលីងក៏បានជួបប្រទះជាមួយនឹងបញ្ហាផ្លូវដង្ហើមហើយមន្ទីរពេទ្យ PUMCH ក៏បានធ្វើការវះកាត់នៅក្នុងថ្ងៃដដែលនោះក្រុមគ្រូពេទ្យក៏បានប្រាប់ទៅកាន់ឪពុកម្ដាយរបស់ស៊ូលីងថាស៊ូលីងគឺមានជំងឺរលាកខួរក្បាលសួចស្រាទៅវិញហើយនៅក្នុងថ្ងៃទី28ខែមីនាអាការៈសួតខាងឆ្វេងរបស់នាងក៏បានចាប់ផ្ដើមចុះខ្សោយដែលបានធ្វើឲ្យគេបានផ្ទេរនាងទៅកាន់មន្ទីរសង្គ្រោះបន្ទាន់ ICU ហើយតម្រូវឲ្យនាងដាក់បំពង់អុកស៊ីសែនជាប់ខ្លួនជានិច្ចចឹងបើសិនជាយើងគិតទៅស៊ូលីងគឺនាងបានកេងសន្លប់រហូតដល់រយៈពេល5ខែណោះហើយបានដឹងខ្លួនត្រឹមតែបន្តិចតែប៉ុណ្ណោះនៅក្នុងថ្ងៃទី31ខែសីហាចំណែកឯក្រុមគ្រូពេទ្យវិញគឺពួកគេចេះតែយល់ថាស៊ូលីងនឹងម្ដងឈឺនេះម្ដងឈឺនោះរហូតមិនព្រមធ្វើការតេស្តទៅលើសារធាតុពុលថេលៀមឡើយដែលមាននៅក្នុងខ្លួនរបស់ស៊ូលីងហើយដោយសារតែស្ថានភាពរបស់នាងយ៉ាប់យ៉ឺនពេកនោះក៏បានធ្វើឲ្យមិត្តភ័ក្តិជិតស្និទ្ធរបស់នាងដែលមានឈ្មោះតាខៃនិងបេក៏បានព្យាយាមជួយនាងដោយការបង្ហោះរូបភាពនិងអាការៈជំងឺរបស់នាងទៅកាន់ Usenet តាមរយៈប្រព័ន្ធអ៊ីនធឺណិតនៅក្នុងថ្ងៃទី10ខែមេសាឆ្នាំ1995ដើម្បីសុំជំនួយឲ្យក្រុមគ្រូពេទ្យនៅជុំវិញពិភពលោកធ្វើរោគវិនិច្ឆ័យដូច្នេះបន្ទាប់ពីការបង្ហោះត្រឹមតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះក៏បានធ្វើឲ្យរឿងមួយហ្នឹងគឺមានភាពល្បីល្បាញយ៉ាងខ្លាំងបើទោះបីជាពេលនោះនៅក្នុងប្រទេសចិនមិនមានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនដូចសប្តាហ៍ថ្ងៃនេះក៏ដោយហើយនេះបន្ទាប់ពីរឿងមួយហ្នឹងមានភាពល្បីល្បាញខ្លាំងពេកក៏បានធ្វើឲ្យក្រុមគ្រូពេទ្យជាច្រើនមកពីជុំវិញពិភពលោកបានបញ្ចេញមតិទៅលើការបង្ហោះនោះនៅក្នុងចំណោមការឆ្លើយតបជាង1500នាក់ពួកគេគឺសុទ្ធសឹងតែបានសន្និដ្ឋានថាស៊ូលីងនាងគឺអាចនឹងទទួលរងនូវសារធាតុពុលថេលៀមហើយថ្នាំដែលអាចធ្វើអាការៈរបស់នាងបានធូរស្បើយនោះគឺគេហៅថា Prussian Blue ហើយនេះចាំបាច់ខ្លាំងណាស់គឺគួរតែព្យាបាលនាងឲ្យបានឆាប់រហ័សជាទីបំផុតដូច្នេះបន្ទាប់ពីបានដំណឹងបែបនេះមិត្តភ័ក្តិរបស់ស៊ូលីងក៏បានយល់រឿងមួយហ្នឹងប្រាប់ទៅកាន់ឪពុកម្ដាយរបស់ស៊ូលីងហើយនៅពេលដែលឪពុកម្ដាយរបស់ស៊ូលីងបានដឹងគាត់ក៏បានព្យាយាមប្រាប់ទៅកាន់មន្ទីរពេទ្យរបស់ស៊ូលីងដែលកំពុងសម្រាប់ព្យាបាលក៏តែពួកគេហាក់បីដូចជាមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះឡើយដែលពួកគេបានបដិសេធមិនពិនិត្យមើលនាងហើយថែមទាំងមិនបានចាប់អារម្មណ៍ទៅលើនាងថែមទៀតផងដូច្នេះបានចាប់ផ្ដើមធ្វើឪពុកម្ដាយរបស់ស៊ូលីងបានដឹងច្បាស់តែម្ដងថានៅក្នុងមន្ទីរពេទ្យដែលកូនគាត់កំពុងតែស្នាក់នៅព្យាបាលគឺពួកគេមិនមានបំណងល្អនៅក្នុងការជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់ឡើយចឹងបានធ្វើឲ្យឪពុកម្ដាយរបស់ស៊ូលីងបានយកសក់កញ្ចក់និងទឹកនោមរបស់ស៊ូលីងយកទៅពិនិត្យមើលនៅក្នុងមន្ទីរពេទ្យមួយទៀតដោយសម្ងាត់ដែលបានធ្វើឲ្យពួកគាត់គឺពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងពីព្រោះដោយសារតែបន្ទាប់ពីការពិនិត្យមើលគឺគេបានរកឃើញថាកូនស្រីរបស់គាត់បានទទួលរងនូវសារធាតុពុលថេលៀមពិតប្រាកដមែនដោយសំណាក់ទាំងអស់គឺបានបង្ហាញយ៉ាងច្បាស់ពីកម្រិតខ្ពស់នៃសារធាតុថេលៀមនៅក្នុងខ្លួនរបស់នាងគឺយ៉ាងច្រើនយ៉ាងគួរឲ្យខ្លាចដូច្នេះត្រូវរកវិធីរំលាយសារធាតុពុលចេញដែលប្រើប្រាស់ Prussian Blue ក៏តែអ្វីដែលគួរសោកស្ដាយវាគឺហួសពេលបត់ទៅហើយដោយសារតែសារធាតុពុលនោះគឺនៅសង្ងំនៅក្នុងខ្លួនរបស់ស៊ូលីងនឹងយូរពេកហើយនេះគឺគេបានត្រឹមតែជួយព្យាបាលស៊ូលីងឲ្យមានអាការៈធូរស្បើយបន្តិចតែប៉ុណ្ណោះពីព្រោះថាសរីរាង្គរបស់នាងគឺខូចខាតស្ទើរតែទាំងអស់ទៅហើយដោយសារតែទទួលរងនូវសារធាតុពុលច្រើនពេកនិងយូរពេកហើយបន្ទាប់ពីការព្យាបាលស្ថានភាពរបស់ស៊ូលីងក៏មានភាពល្អប្រសើរបន្តិចនិងបានងើបពីសន្លប់ឡើងវិញបន្ទាប់ពីបានកេងសន្លប់ក្នុងរយៈពេល5ខែហើយបើទោះបីជានាងអាចភ្ញាក់ដឹងខ្លួនក៏ដោយក៏នាងមិនអាចដូចដើមដែរដោយនាងគឺមានតែរស់នៅយ៉ាងឈឺចាប់វេទនាជាទីបំផុតជាមួយនឹងជំងឺដ៏រ៉ាំរ៉ៃដែលបានទទួលមកពីសារធាតុពុលថេលៀមដែលបានបណ្ដាលប្រព័ន្ធសរសៃប្រសាទនិងខួរក្បាលរបស់នាងខូចខាតយ៉ាងធ្ងន់ធ្ងរបាត់បង់នៃការចងចាំខ្សោយបញ្ញានិងពិការភ្នែកគ្រឿងក្នុងរបស់នាងគឺបានចុះខ្សោយនិងស្ទើរតែមិនអាចកម្រើកខ្លួនបានឡើយហើយបន្ទាប់ពីការពិនិត្យមើលគឺគេបានឲ្យដឹងថាស៊ូលីងនឹងគឺមិនមែនធ្លាប់តែត្រូវបានគេដាក់ថ្នាំម្ដងទេពីព្រោះថាបន្ទាប់ពីបើកការស៊ើបអង្កេតគឺគេបានរកឃើញថានៅក្នុងខ្លួនរបស់នាង
គឺត្រូវបានគេលួចដាក់សារធាតុប៉ូថេលៀមជាច្រើនដងចូលទៅក្នុងខ្លួនរបស់នាងតាមរយៈអាហារនិងរបស់ប្រើប្រាស់ដែលបានធ្វើឲ្យស៊ូលីងនាងបានទទួលរងនឹងការដាក់ថ្នាំដោយមិនដឹងខ្លួនហើយសកម្មភាពដែលជនក្រិតបានធ្វើនោះគឺគេបានសន្និដ្ឋានថាជនក្រិតបានធ្វើវាឡើងដោយការលួចដាក់ថ្នាំនៅក្នុងបន្ទប់អន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យដែលស៊ូលីងបានរស់នៅហើយវាគឺពិតជាចម្លែកយ៉ាងខ្លាំងនៅពេលដែលប៉ូលីសបានបើកការស៊ើបអង្កេតទៅដល់កន្លែងហ្នឹងពួកគេហាក់បីដូចជាខ្លាចហើយមិនព្រមធ្វើការដំណើរការរឿងក្តីហ្នឹងតតែសោះហាក់បីដូចជាជនក្រិតដែលបានធ្វើរឿងហ្នឹងគឺមានអំណាចយ៉ាងខ្លាំងមែនទែនជាហេតុបានធ្វើឲ្យប៉ូលីសមិនអាចចាប់ឃាតករបានឡើយដូច្នេះបានធ្វើរឿងមួយហ្នឹងគឺមានភាពល្បីល្បាញយ៉ាងខ្លាំងហើយត្រូវបានអ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសចិនរិះគន់ពេញនឹងតែម្ដងដែលបានអះអាងថាមូលហេតុដែលបានធ្វើប៉ូលីសមិនអាចចាប់ឃាតករបានគឺដោយសារតែជនសង្ស័យដែលជាជនក្រិតនោះនាងគឺមានឈ្មោះថាសាន់វ៉េកើតនៅក្នុងថ្ងៃទី10ខែសីហាឆ្នាំ1973ជាចៅស្រីរបស់លោកសាន់យូជីជាអតីតអនុប្រធានគណៈបកសមាជិកសភាចិនលេខាបកកុម្មុយនីសជាមនុស្សដែលមានឥទ្ធិពលណាស់នៅក្នុងអំឡុងពេលនោះហើយបើយោងទៅតាមរបាយការណ៍គឺគេបានឲ្យដឹងថាសាន់វ៉េជាមិត្តរួមបន្ទប់របស់ស៊ូលីងនិងជាសិស្សគីមីវិទ្យាដូច្នេះមានតែនាងតែម្នាក់គត់ដែលអាចចូលទៅក្នុងបន្ទប់ពិសោធន៍និងបន្ទប់របស់ស៊ូលីងហើយយកសារធាតុប៉ូថេលៀមមកដាក់នៅក្នុងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនរបស់ស៊ូលីងកាលពីដំបូងបើយោងទៅតាមការអាងមិត្តរួមថ្នាក់គឺគេបានឲ្យដឹងថាស៊ូលីងនិងសាន់វ៉េពួកគេទាំងពីរនាក់ហ្នឹងគឺមានភាពស្និទ្ធស្នាលជាមួយគ្នាធម្មតាទេក៏ប៉ុន្តែចាប់តាំងពីពេលដែលស៊ូលីងនាងបានឈ្នះសាន់វ៉េពីការបោះឆ្នោតធ្វើជាប្រធានក្លឹបតន្ត្រីក៏បានធ្វើឲ្យសាន់វ៉េនាងមានការខឹងសម្បារនិងមានការចំណាយខ្លាំងមែនទែនរហូតបានលាលែងពីក្លឹបតន្ត្រីហើយនេះបើគិតទៅចំពោះរឿងមួយហ្នឹងជនសង្ស័យដែលធំជាងគេបំផុតគឺមានតែសាន់វ៉េតែម្នាក់តែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងអំឡុងពេលដែលប៉ូលីសបានសួរចម្លើយរបស់នាងរហូតដល់រយៈពេល8ម៉ោងប៉ុន្តែខាងប៉ូលីសពួកគេបែរទៅជាមិនបានរកឃើញនៅភស្តុតាងណាមួយឡើយដែលបានបញ្ជាក់ថានាងគឺជាអ្នកធ្វើដូច្នេះសាន់វ៉េក៏ត្រូវបានប៉ូលីសដោះលែងនាងឲ្យមានសេរីភាពឡើងវិញដោយមិនបានតាមដាននាងនិងត្រួតពិនិត្យនាងអ្វីទាំងអស់បន្ទាប់ពីនោះមកនាងក៏បានផ្លាស់ទៅរស់នៅអាមេរិកវិញហើយបានផ្លាស់ប្ដូរឈ្មោះថ្មីរបស់នាងប៉ុន្តែបើទោះបីជាបាបនេះក៏ពិតមែនសម្រាប់នាងគឺនៅតែជាប់ឈ្មោះជាជនសង្ស័យរបស់ប្រជាជនចិនដដែលដោយសារតែមានហត្ថលេខារាប់ពាន់នាក់នៅក្នុងប្រទេសចិនពួកគេបានសញ្ញេហើយបានបញ្ជូនវាទៅកាន់សេតវិមានអំពាវនាវឲ្យសាន់វ៉េវិលត្រឡប់មកប្រទេសចិនវិញតែសម្រាប់សំណើមួយនេះមិនបានសម្រេចឡើយដោយសារតែសំណើមួយនេះគឺត្រូវបានខាងអាជ្ញាធរបដិសេធហើយនេះដោយសារតែកត្តានេះក៏បានធ្វើឲ្យសាន់វ៉េបដូរឈ្មោះរបស់នាងហើយភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលីម្ដងទៀតហើយសូម្បីតែនៅមកដល់សប្តាហ៍ថ្ងៃហ្នឹងនាងក៏នៅតែជាប់ឈ្មោះជាឃាតករដដែលដោយនាងគឺតែងតែត្រូវបានអ្នកលេងអ៊ីនធឺណិតរាប់ពាន់នាក់នៅក្នុងប្រទេសចិនយករឿងរ៉ាវរបស់នាងយកមកនិយាយវែកញែកនៅលើប្រព័ន្ធអ៊ីនធឺណិតជារឿយៗហើយបានធ្វើរឿងមួយហ្នឹងកាន់តែល្បីខ្លាំងទៅទៀតគឺនៅក្នុងថ្ងៃទី22ខែធ្នូឆ្នាំ2023បន្ទាប់ពីស៊ូលីងបានស្លាប់នៅក្នុងអាយុ50ឆ្នាំដោយសារតែទទួលរងនូវផលប៉ះពាល់ពីជាតិពុលនិងដោះដុំសាច់ខួរក្បាលដែលបណ្ដាលមកពីសារធាតុនៃការដាក់ថ្នាំពុលថេលៀមនាងបានរស់នៅដោយការឈឺចាប់អស់រយៈពេល29ឆ្នាំយ៉ាងគួរសង្វេគហើយមិនដែលបានទទួលចម្លើយថាអ្នកណាជាអ្នកបំពុលនាងនោះទេដោយប៉ូលីសបានបណ្ដោយឲ្យជនក្រិតបែរទៅជារស់នៅយ៉ាងមានក្តីសុខទៅវិញអូខេចឹងជាចុងក្រោយតែអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះក្តីមានហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិឬមកក៏អ្នកទាំងអស់គ្នាមានយោបល់ផ្សេងៗតាក់ទងជាមួយនឹងរឿងក្តីហ្នឹងអ្នកទាំងអស់គ្នាអាចបញ្ចេញមតិដោយសេរីបាននៅខាងក្រោមវីដេអូហ្នឹងអញ្ចឹងបើចំពោះខ្ញុំគិតថាវាគឺជារឿងមួយដែលយុត្តិធម៌ខ្លាំងមែនតើចំពោះស៊ូលីងដែលត្រូវរងភាពអយុត្តិធម៌សំខាន់ឃាតករគឺគាត់រស់នៅបានដោយមានក្តីសុខនិយាយទៅគឺជារឿងមួយដែលពិបាកទទួលយកខ្លាំងមែនតើដែលអ្នកមានអំណាចគឺតែងតែរួចខ្លួនចឹងបើសិនជាអ្នកទាំងអស់គ្នាយល់យ៉ាងណាឬមួយក៏អ្នកទាំងអស់គ្នាគិតយ៉ាងណាអីអ្នកទាំងអស់គ្នាអាចបញ្ចេញមតិនៅខាងក្រោមវីដេអូនឹងបានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូហ្នឹងកុំភ្លេច like share subscribe and ដាក់សញ្ញាកណ្ដឹងទាំងអស់គ្នាហើយខ្ញុំនឹងមាននឹងក្តីជាច្រើនទៀតដើម្បីចែកម្លែកទៅដល់អ្នកទាំងអស់គ្នាចឹងកុំភ្លេច like share subscribe and ដាក់សញ្ញាកណ្ដឹងអ្នកមួយផងហើយថ្ងៃមុខទៅគឺខ្ញុំសង្ឃឹមថាគេនឹងអាចតាមចាប់ឃាតករនឹងយកមកដាក់ទោសបានទៅចុះពីព្រោះវាអយុត្តិធម៌ខ្លាំងមែនទែនពីស៊ូលីងចឹងបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ